បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដែលអ្នកភូមិអ្នកស្រុកយើងគឺគាត់បានធ្វើបុណ្យភូមិបាទដែលអ្នកស្រុកពុកម៉ែបងប្អូនខ្លះគឺគាត់តែងតែនិយមហៅថាបុណ្យដាលៀនបាទខាងខ្ញុំគឺគេហៅថាបុណ្យភូមិឬក៏បុណ្យដាលៀនដូចតែគ្នាទេប៉ុន្តែគឺយើងធ្វើជាលក្ខណៈសាមគ្គីគ្នាទាំងមូលតែម្ដងបាទដូចយើងឃើញនៅក្នុងវីដេអូនេះអញ្ចឹងបងប្រុសដែលគាត់មានកម្លាំងមានអីហ្នឹងគឺគាត់ទទួលរ៉ាប់រងនៅការពុះដូងបាទបកដូងជាដើមអញ្ចឹងទៅបាទហើយយើងមើលទៅមាត់គាត់ទៅគឺធ្វើបណ្ដាប្រាជ្ញគ្នាបណ្ដាស្លាយបណ្ដាគឺពិតជារីករាយមែនតើបាទហើយនេះគឺជាលោកតាដែលគាត់ហើយនឹងបងប្រុសនេះគឺគាត់ចាប់ផ្ដើមធ្វើពេបាទធ្វើពេបាទហើយបាទអធិស្ឋានផងខ្ញុំដូចជារៀងភ្លេចទេមិនដឹងថាពេមិនដឹងថាអីទេបាទហើយនេះយាយដែលគាត់កំពុងតែជួបជុំគ្នាដើម្បីរៀបកាច់បីសីដើម្បីសូត្រមន្តពេលល្ងាចបាទនេះគឺមានផ្កាម្លិះមានសញ្ចេកអីចឹងទៅបាទយាយគាត់នៅអង្គុយកាច់3 4នាក់ចឹងទៅបាទ3 4នាក់អីច្រើនគ្នាដែរបាទហើយនេះលោកពូចាស់ដែលគាត់អីយ៉ាគាត់ប្រឡែងគ្នាទេបាទហើយនេះលោកតាគឺគាត់ចាប់ផ្ដើមរៀបចំនៅការដំឡើងអាហ្នឹងដូចជាពេអញ្ចឹងហ្នឹងបាទខ្ញុំអត់បានសួរគាត់បាទហើយជាពេអញ្ចឹងហើយបាទហើយនេះពូគាត់ចាប់ផ្ដើមញាត់ដៃញាត់ជើងក្នុងការពុះដូងមែនតើបាទប្រដូងច្រើនបាទហើយនេះខាងស្រីគឺគាត់ចាប់ផ្ដើមចិត្តលងអញ្ចឹងទៅបាទខ្លះចិត្តលងបាទដូចជាស្លការីផងស្លប្រហើផងបាទហើយនេះបងគឺគាត់ចាប់ផ្ដើមបកខ្ទឹមបារាំងហើយបាទគឺយើងចែកការងារគ្នាធ្វើម្នាក់មិនតិចទៅបាទហើយនេះខាងចុងភៅដាំបាយបាទបើចង់ដឹងថាបាយគាត់ដាំឆ្អិនឬមួយក៏ឆៅតើទៅមើលវីដេអូនឹងចប់បាទបានតែខ្ញុំមើលទៅដូចមិនសូវទំនងទេបាទដូចជាថ្មីដែរទេបាទមើលទៅដូចជាមិនជាអ្នកដាំអាជីពទេតាមមើលបាទនេះគឺគាត់ចាប់ផ្ដើមបកខ្ទឹមបកដូងបកអីហត់គាត់ចាប់ផ្ដើមដាក់បាយកកបន្តិចសិនបាទជាមួយសណ្ដែកបណ្ដុះជាមួយនឹងឈាមជ្រូកបាទហើយនេះមានអ្នកខ្លះគេបូមទឹកចឹងទៅបាទមានអ្នកខ្លះទឹកតែមកចឹងទៅបាទព្រោះការងារគឺយើងដល់ទៅហើយការងាររៀងខ្លួនបានមកជួបជុំគ្នាបានបាទនេះរៀងថ្ងៃហ្នឹងគឺមនុស្សចាប់ផ្ដើមច្រើនហើយបាទមានអ្នកខ្លះគាត់តទឹកទៅយោចឹងទៅបាទមានអ្នកខ្លះទៀតទៅគាត់មានការងារផ្សេងហ្នឹងក៏គាត់ទៅធ្វើម្នាក់មិនតិចទៅបាទហើយបើអូននេះមកដល់ច្រត់ទៅចកេះហ្មងបាទអត់ដូចជាអត់មានការងារឃើញដូងកណៈកណូបាទតើតែយើងទាញកាមេរ៉ាមកថតបានធ្វើមកអង្គុយបកមកចិត្តអីណាបាទហើយបើប្រូនេះចុំអូបងមិញណានេះផឹកហើយធ្វើដូចសម្បូរខ្លាំងណាស់ចឹងបាទផឹកហើយចាក់ចោលនេះបាទនៅខាងស្រុកភូមិខ្ញុំហ្នឹងវាមិនសូវជាខ្វះដូងបាទដូងប្រហែលជា200 300ផ្លែបាទគ្រាន់តែមកកម្មវិធីបុណ្យហ្នឹងបាទព្រោះយើងស្លច្រើនផ្ទះបាទមានស្លប្រហើផងស្លការីផងបាទស្លប្រហើហ្នឹងស្លខ្មែរយើងគេហៅស្លឃីវចឹងទៅបាទហើយនេះពូដែលគាត់ទទួលរ៉ាប់រងខាងបន្ទប់ចុងភៅគឺគាត់ចាប់ផ្ដើមលីងបាយបណ្ដើហើយបាទដើម្បីឲ្យឆាថ្ងៃចុងភៅនេះហើយបងប្អូនពូមីងដែលគាត់ច្រាំសាច់ខាន់បន្លែចិត្តបន្លែចឹងទៅដើម្បីឲ្យគាត់បានភ្លក់បានអីបានហូបឲ្យកលពោះហ្នឹងទៅបាទព្រោះយើងងើបមកពីព្រឹកហ្នឹងគឺយើងអត់ទាន់បានហូបអីទេបាទ
hay ní cứ chia lực thò bài để dương khơi bị đâm bị ô chẳng mà cứ bàn này thằng bài nâng đang chơi mà bàn này đấy hộp ban mà đang chơi mình tích bà pro chia bọt đi sau mây thmong mà dừng cật hàng ai cho tôi dụ bà ấy phần nắng và đang chơi hay dừng có trôn một đò ngày trón mà dừng đi bài đi slo đi ấy mấy chung dây xá và pro quạt cô riêng chọc rồi cho cái đây bà trong này còn mong dương này với cô cùng ta pui hay đá mà này cũng lọt dương nó có chọc đơm pui hay đá được chỉ trường mon mà côn năng nữa mà mình đâm thằng pui đang bị smana thế bà tại sao thì dương thọ toàn mà hay chụp chung cái này hai tay cho men ca đặt tích nha bà nó men chết đôi chỉ cái đai với mà này ní mình không ai làm việc không ai nó cứ tuột bao pe năng ti bà nước băng block mà ồ đây xài cà phê toàn mà nâng này hay cô miền khang đòn tây thung bát bà cứ quạt bàn một đòn khói tại dừng mơ từ mấy cứ là ngất một bốn mà là ngất khlang mình tên mà ở kia của bùa chừng ô tha cu đặt tận na trắng cô con bạc nó còn quạt cho một lần chương ấy được rom đôi chứ mình sơ múa lấy bà đời xa đây khơi mê là ngất một bị bốn trắng mà về toàn phật bị một không bà nên cứ mò chu ấy bà cứ chập đơm màu chu đào thấy thầy có dương rip tia rip ấy về răng tâm xa từ và thầy tuột màu dương đặt tia đặt ấy đặt cha bể cha krư ấy ở ấy áp tới màu mà xa tiết bà thầy nó cam phiền là dương ngư bị ngày nó tới cứ nè dương là nè phun như nó cứ bàn tờ lợn rong mặc non tiết bà đồng bay tục scat bà thầy ní lên thùng ba nó cứ chu mà hỏi bà đọt tắc ấy đang bệt phọc